មកភ្លៀង4 5មេមកដូចស្រូវស្អាតស្នាបបងណាប្រហែលជាមិនថ្ងៃមុននឹងភ្លៀងនៅមើលទឹកដីដឹងសើមហ្នឹងហើយជាស្អែនៅខែឧស្សាហ៍ជាងរុក្ខជាតិខៀវខ្ចីហ្មងបាទបងអូខេឥឡូវនេះពីអ្នកខ្ញុំកំពុងតែស្ថិតនៅលើទឹកដីខេត្តព្រះវិហារនៅក្នុងភូមិថ្មប៉ោយឃុំព្រេងធំស្រុកជាំខ្សាន្តហ្នឹងហើយខ្ញុំទាំងពីរអ្នកមកទីនេះគឺមកស្វែងយល់សិក្សាអំពីគម្រោងមួយដែលឲ្យឈ្មោះថា iBisrai គឺមានន័យថាស្រូវមិត្តភាពសង្គ្រោះសត្វព្រៃហើយចំពោះគម្រោងនេះដែរគឺត្រូវបានគេដាក់ឲ្យដំណើរការនៅក្នុងឆ្នាំ2009គឺក្នុងគោលបំណង2យ៉ាងទី1គឺជួយបង្កើនប្រាក់ចំណូលដល់ប្រជាជនក្រីក្រហើយទី2គឺការពារតំបន់ជុំវិញព្រៃរួមទាំងវាលភក់ព្រៃវាមានសារៈសំខាន់សម្រាប់ជីវៈចម្រុះទាំងអស់នៅទីនេះហ្នឹងហើយជាពិសេសទៀតគឺការពារប្រភេទសត្វស្លាបទឹកដែលកម្រគឺសត្វត្រយងយក្សពីព្រោះថាសត្វត្រយងយក្សហ្នឹងគឺជាប្រភេទសត្វមួយដែលតំណាងឲ្យប្រទេសជាតិរបស់យើងបាទអញ្ចឹងហើយបានគោលការណ៍ទាំងអស់ហ្នឹងគឺគាត់ចេះឥទ្ធិពលមែនទែនទៅលើសង្គមហើយនិងបរិស្ថានរបស់យើងកសិករដែលគាត់ស្ថិតនៅក្នុងគម្រោងនេះណាគឺគាត់ឯកភាពនៅគោលការណ៍ចំនួន2ទី1ហ្នឹងគឺគ្មានការបរបាញ់ជាពិសេសគឺសត្វស្លាបទឹកហ្នឹងតែម្ដងមួយទៀតហ្នឹងគឺការដាំស្រូវនៅក្នុងតែតំបន់ណាដែលទទួលបានការអនុញ្ញាតបាទហើយផលិតផលស្រូវរបស់គាត់ទាំងអស់ហ្នឹងគឺត្រូវដាក់ក្នុងគម្រោង iBisrai គឺគម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃបាទហើយកសិករយើងទាំងអស់គ្នាហ្នឹងគឺទទួលបានការលើកទឹកចិត្តនិយាយទៅគឺមានសារៈប្រយោជន៍ច្រើនសម្រាប់ពួកគាត់ទាំងអស់គ្នាមែនទេវ៉ានេះបងពួកគាត់ហ្នឹងតោះដល់ពេលឥឡូវយើងទៅហ្នឹងតោះបាទបងប្រុសបងសួរបងសួរបាទអត់ទោះបងម្ចាស់ស្រែនៅនឹងមែនបងអត់ទេខ្ញុំមិនម្ចាស់ស្រែទេបាទខ្ញុំជាអ្នកមកសម្រួលគម្រោង iBisrai នៅទីនេះបងគម្រោង iBisrai ហ្នឹងតើវាអាចកាត់ឡើងបានដោយរបៀបណាទៅបងគម្រោង iBisrai នេះគឺយើងបង្កើតឡើងនៅឆ្នាំ2009គម្រោងនេះជាគម្រោងមួយដែលយើងបង្កើនជីវភាពប្រជាពលរដ្ឋតាមរយៈដំណាំស្រូវហើយដោយផ្សារភ្ជាប់ជាមួយនឹងការប្រែធនធានធម្មជាតិនៅតំបន់នេះតោះពីបងបានបង្ហាញអំពីគម្រោងiBisrai ដែលមានន័យថាត្រូវមិត្តភាពសង្គ្រោះសត្វព្រៃទាំងហើយផ្ដល់ជាកសិករនៅតំបន់នេះទាំងអស់តែគាត់ទទួលយកភ្លាមអត់នៅពេលហ្នឹងបងដើមឡើយមុនពេលដែលយើងចាប់ផ្ដើមគម្រោងគឺយើងមានសមាជិកប្រមាណប្រហែលជា80គ្រួសារជាងទេបាទគាត់ចង់សាកល្បងជាមួយគម្រោងនេះប៉ុន្តែមកដល់បច្ចុប្បន្ននេះតាមរយៈដែលគាត់ឃើញថាគម្រោងគឺបានចូលរួមចំណែកមួយចំនួនធំទៅទៅនឹងការបង្កើនជីវភាពទៅទៅនឹងការអភិរក្សធម្មជាតិនេះគឺសមាជិកយើងកើនដល់ជាង200គ្រួសារហើយបាទសម្រាប់នៅភូមិនេះបាទចាំមកគាត់ថាមានកត្តាសំខាន់នេះខ្លះដែលឲ្យពួកគាត់នឹងរីករាយចូលរួមជាមួយនឹងគម្រោងមួយនេះครับបងគម្រោងនេះគឺយើងបានចូលរួមបណ្ដុះបណ្ដាលបន្ថែមទៅលើការគ្រប់គ្រងធនធានធម្មជាតិគម្រោងយើងចូលរួមបណ្ដុះបណ្ដាលបន្ថែមទៅលើផ្នែកវិស័យកសិកម្មបាទហើយកត្តាសំខាន់មួយទៀតណាទី3នោះគឺគម្រោងយើងទទួលទិញស្រូវពីគាត់វិញដោយឲ្យតម្លៃថ្លៃជាងទីផ្សារយើងអាចនិយាយបានថាពី15ទៅ20%អូហើយបាទហើយបើយើងគិតទៅថវិកាជាមធ្យមដែលគម្រោងបានផ្ដល់ឲ្យសម្រាប់សហគមន៍នៅតំបន់នេះចន្លោះប្រហែលពី$15,000 ទៅ$20,000បាទបងនេះជាក់ស្ដែងខ្ញុំឃើញដើមឈើនៅតាមវាលស្រែអញ្ចឹងគាត់កាប់ចោលហើយគឺគាត់គិតវៀងបាទស្រូវគាត់ដាំវៀងបាទនេះគឺចឹងបាទហើយព្រោះខ្ញុំក៏ជាអ្នកធ្វើស្រែការដែរតែដើមឈើដែលនៅវាលស្រែបែបនេះវានៅស្រុកខ្ញុំវិញគឺជាកសិករគាត់កាប់ចេញហើយពួកគាត់ពិបាកនឹងការបត់បែននឹងគោចោលឡើងប៉ុន្តែនៅទីនេះបែរជាពួកគាត់នឹងគ្នាអភិរក្សថែរក្សាដើមឈើផងនិងធ្វើស្រែការជាមួយគ្នាផងបាទអញ្ចឹងមកខ្ញុំសុំដើរមើលនៅកន្លែងហ្នឹងបានទេបងបាទជិះណាមកចុះអីនេះបាទអរគុណបងបាទអរគុណបាទអរគុណបាទមើលតែធ្វើស្រែការមើលមិនទេនេះបាទជាទូទៅគណៈកម្មការនៅក្នុងភូមិនេះគាត់គឺជាអ្នកចង្អុលបង្ហាញអំពីតំបន់ដែលអនុញ្ញាតឲ្យប្រជាកសិករហ្នឹងធ្វើកសិកម្មឬដាំដំណាំស្រូវឬក៏ដំណាំផ្សេងបាទហើយគណៈកម្មការហ្នឹងគាត់ក៏ត្រូវតែធានាថាកសិករទាំងនោះពិតជាគោរពទៅតាមកិច្ចព្រមព្រៀងរបស់គាត់បាទម្យ៉ាងវិញទៀតគណៈកម្មការគឺគាត់ធ្វើការសម្របសម្រួលនិងលក់ស្រូវរបស់កសិករបន្ទាប់មកបណ្ដាញតាមដានភូមិក៏គាត់ចាត់ចែងប្រាក់កម្រៃទៅឲ្យកសិករទៅតាមទិន្នផលដែលគាត់ធ្វើបានហ្នឹងបងបាទឥឡូវយើងទៅស្ដាប់គាត់នេះហើយយើងមានឯកសារគាត់គ្រប់គ្រាន់ហើយមិនចឹងណា
មានអរគ្នាណាបាទហើយខ្ញុំសូមរំលឹកឡើងវិញបន្តិចដែរទៅនឹងកម្មវិធីស្រូវសរីរាង្គក៏ដូចជាការចែកស្រូវពូជនេះហើយសូមបញ្ជាក់ដែរថាស្រូវពូជយើងនេះយើងបានឲ្យ39គ្រួសារជាសមាជិកស្រូវសរីរាង្គតើស្រូវពូជហ្នឹងតម្រូវការយើងដាំថែទាំយ៉ាងម៉េចខ្ញុំនៅចាំបានការដំបូងគឺតែដើមសាបគឺត្រូវធ្វើថាស្អាតកុំឲ្យមានស្មៅហើយក្នុងស្រែហើយកុំឲ្យមានជាតិគីមីក្នុងស្រែនោះដែលអាចដាក់ស្រូវសរីរាង្គស្រូវពូជបានហើយទោះតកតូននឹងពេលយើងដាំអាស្រូវពូជហ្នឹងតើតម្រូវឲ្យយើងទុកគម្លាតឆ្ងាយប៉ុណ្ណាពីស្រូវដែលយើងធម្មតាខ្លាចវាឆ្លងគ្នាហ្នឹងបានម៉ែត្រដែរអាចចាំបានដែរពី3ម៉ែត្រទៅ5ម៉ែត្រខ្ញុំសូមបង្ហាញរូបភាពយើងនេះសូមបញ្ជាក់ថាគេទទួលទានស្រូវអង្គផាន់យើងនេះដោយសារតែគេជឿជាក់ថាស្រូវយើងនេះគឺជាស្រូវមួយដែលកសិករគាត់ចូលរួមក្នុងការការពារណាថែទាំសត្វព្រៃទាំងនេះជាចុងបញ្ចប់សូមអរគុណទាំងអស់គ្នាដែលបានចូលរួមការប្រជុំព្រឹកនេះអរគុណម្ដងទៀតសូមបិទកម្មវិធីអង្គប្រជុំសូមទាំងអស់គ្នាបាទអង្គប្រជុំមិញនេះតើបងសម្ដេចអីខ្លះហើយបងអូប្រជុំមិញយើងប្រជុំទាក់ទងនឹងរឿងការផ្ដល់ស្រូវពូជដល់សមាជិកបាទបងហើយនឹងយើងប្រជុំទាក់ទងទៅនឹងក្រុមការងារផលិតស្រូវពូជមេបាបងអញ្ចឹងក្រៅពីអង្គប្រជុំបែបហ្នឹងតើបងធ្លាប់ដែរមានបើកវគ្គបណ្ដុះបណ្ដាលដើម្បីឲ្យវិជាកសិករយើងហ្នឹងគាត់បានសិក្សានិងយល់ដឹងអំពីការធ្វើដំណាំស្រូវហ្នឹងដែលមានផលប្រយោជន៍ល្អដល់បរិស្ថានយើងមានបាទមានដែរបាទហើយយើងតែងតែផ្សព្វផ្សាយឬក៏ប្រជុំបណ្ដុះបណ្ដាលផ្នែកទាក់ទងទៅនឹងកម្មវិធីស្រូវសរីរាង្គណាតែតាមមិនឲ្យគាត់ពាក់ព័ន្ធនឹងបកាប្រើប្រាស់សារធាតុគីមីហើយយើងឲ្យគាត់ប្រើប្រាស់បានលក្ខណៈដូចថាជីធម្មជាតិណាឬក៏ជីកំប៉ុស្តអីហ្នឹងក្នុងគោលការណ៍នេះធម្មតាយើងធ្វើនៅតែតំបន់ណាដែលទទួលការអនុញ្ញាតចុះបើគាត់ធ្វើនៅតំបន់ផ្សេងដែលអត់ទទួលការអនុញ្ញាតយើងធ្វើមិនដឹងទេបងអូបាទសំណួរល្អហើយទាក់ទងទៅនឹងការងារហ្នឹងគឺយើងមានក្រុមការងារសហគមន៍គាត់ដើម្បីចំណែកមួយនៃការចូលរួមជាមួយគម្រោងបាទហើយមួយទៀតយើងមានក្រុមការងារគាត់មើលសិទ្ធិតម្លៃទីលើទាំងដឹងថាតើការប្រើប្រាស់ឬក៏ការប្រែប្រួលដីកសិកម្មរបស់ប្រជាពលរដ្ឋនៅតំបន់នេះមានកម្រិតបងនិយាយចឹងខ្ញុំដូចជាមានការចាប់អារម្មណ៍អញ្ចឹងបងអាចនាំខ្ញុំទៅពីហ្នឹងទៅមើលសិទ្ធិតម្លៃហ្នឹងបានទេបងបាទខ្ញុំមានរៀនរវល់តិចប៉ុន្តែខ្ញុំអាចប្រាប់ក្រុមការងារខ្ញុំឲ្យគាត់រៀបចំបាទអូខេបងអរគុណបងអរគុណច្រើនតោះទៅសួរគាត់មើលជឿសួរបងបាទជឿសួរបងឈ្មោះសុរសាខាងសិទ្ធិតម្លៃនេះមែនបងបាទហ្នឹងហើយខ្ញុំហ្នឹងគាត់ហ្នឹងហ៎បាទព្រោះក្រុមការងារបងប្រាប់ថាបងអាចណែនាំខ្លះអញ្ចឹងអញ្ជើញគួយសុំចាំខ្ញុំនឹងបាទព័ត៌មានតាក់ទងជាមួយនឹងការងារខ្លះៗណាបងអរគុណបាទតាក់ទងជាមួយនឹងប្រព័ន្ធសិទ្ធិតម្លៃនេះយើងត្រូវការទៀមទាទៅលើប្រភេទក្បាលដីព្រៃក្បាលដីទាំងអស់វាមានក្បាលដីសរុបរបស់ប្រជាជននៅក្នុងភូមិទាំងមូលវាមានដីស្រែវាមានដីលំនៅឋានហើយនិងដីកសិកម្មដីចម្ការហ្នឹងប៉ុន្តែគម្រោង IBRI របស់យើងគឺយើងធ្វើការទៅលើតែដីស្រែទេតាក់ទងជាមួយនឹងការដាំស្រូវផែនទីយើងនេះគឺយើងមានប្រភេទទិន្នន័យដែលពីរផ្សេងនេះគឺពណ៌ខ្មៅពណ៌ក្រហមហ្នឹងចំពណ៌ខ្មៅគឺប្រភេទដីស្រែដែលខ្ញុំរៀបរាប់មិញគឺដីស្រែដីលំនៅឋាននិងដីចម្ការហើយពណ៌ក្រហមនេះគឺជាដីស្រែទាំងអស់ដែលជាសមាជិករបស់គម្រោង IBRI ហ្នឹងចុះបើសិនជាវិជាជននេះខាង IBRI ដីក្រហមហ្នឹងគាត់លួចមកធ្វើកន្លែងផ្សេងទេយើងអាចមើលដឹងទេបងហ្នឹងបាទតាក់ទងជាមួយនឹងការប្រើប្រាស់ប្រព័ន្ធសិទ្ធិតម្លៃរបស់យើងនេះគឺយើងអាចធ្វើការគ្រប់គ្រងលើវាបានតាក់ទងជាមួយនឹងការកាប់រៀនដីថ្មីពីព្រោះអីដោយសារតែសិទ្ធិតម្លៃរបស់យើងគឺយើងមានធ្វើការអាប់ដេតជារៀងរាល់មួយសប្តាហ៍ម្ដងទៅតាមប្រភេទ sensor អញ្ចឹងនៅពេលដែលយើងប្រាប់ដើម្បីយើងធ្វើការផ្ទៀងផ្ទាត់លើ monitor គឺយើងប្រើប្រាស់រូបថតពីរផ្ទាំងទី1គឺយើងថតនៅយើងយកទិន្នន័យប្រភេទនៅក្នុងឆ្នាំ2015និងរូបថតមួយផ្ទាំងទៀតគឺកំឡុងនៅក្នុងឆ្នាំ2016អញ្ចឹងនៅពេលដែលយើងយករូបថតទី2ក្នុងឆ្នាំ2016នេះយើងយកមក scroll មើលផ្ទៀងផ្ទាត់គ្នាអញ្ចឹងនៅក្នុងឆ្នាំ2015ចំណុចនេះគឺជាចំណុចដីព្រៃប៉ុន្តែយើងគ្របរូបថតកំឡុងឆ្នាំ2016មកយើង scroll មើលអញ្ចឹងក្នុងឆ្នាំ2011កន្លែងដីព្រៃខ្លាចជាដីស្រែឬក៏ដីចកាអញ្ចឹងនៅពេលនោះគឺយើងនឹងដឹងហើយបាទអញ្ចឹងខ្ញុំនឹងរាយការណ៍ទៅប្រធានគម្រោងក៏ដូចជាទៅខាងក្រុមអនុវត្តច្បាប់ដើម្បីធ្វើការចាត់វិធានការតាមច្បាប់
ទៅលើអ្នកដែលការពារដីព្រៃហ្នឹងបើសិនជាគាត់ជាសមាជិករបស់គម្រោង IB Rai គាត់នឹងប្រឈមជាមួយនឹងការដកសិទ្ធិរបស់គាត់ពីសមាជិក IB Rai និយាយទៅល្អដែរកាលណាយើងមានប្រព័ន្ធសិទ្ធិតម្លៃនេះគឺយើងអាចគ្រប់គ្រងសមាជិក IB ទាំងអស់ហ្នឹងបាទគាត់មិនអាចធ្វើស្រ័យទៅការតាមចិត្តគាត់បានទេបាទជួយរយៈពេលប្រហែលអាប់ដេតម្ដងបងប្រភេទទាំងអស់នេះគឺវាមាន sensor ខុសគ្នាដូចជារូបថតនេះគេហៅ spot នេះគឺវាអត់ free សម្រាប់យើងទេគឺខាងអង្គការរបស់យើងធ្វើការកំណងទិញបាទបងអញ្ចឹងបើសិនជាយើងមានលុយគឺយើងអាច update រយៈពេលប្រហែលថ្ងៃឬក៏អីក៏បានដែរព្រោះអីនៅក្នុងបាទនៅក្នុង global របស់យើងនេះគឺគេវា satellite របស់យើងគឺថតរហូត Landsat X ហ្នឹងវាមានតកតងជាមួយនឹងកម្រិត resolution ច្បាស់របស់វានេះគឺ30ម៉ែត្រSentinel 2គឺយើងមានកម្រិតច្បាស់វានេះគឺ10ម៉ែត្របើសិនជាយើងធ្វើការ monitor ទៅលើកម្រិតព្រៃបានយើងធ្វើការបកប្រែរូបថតពីលើអាកាសហ្នឹងគឺយើងប្រើប្រាស់ Sentinel 2បាទចឹងអន្តរាភិបាលអូខេបងអរគុណចំណាំបញ្យល់ពី slide វិញបាទអរគុណបាទហ្នឹងហើយដល់ពេលបងគិតថាពិតជាល្អប្រសើរមែនដែរកសិករនៅក្នុងតំបន់នេះគាត់បែរមកធ្វើកសិកម្មគឺថាដាំស្រូវតាមគម្រោង IBIS គឺគម្រោងហ្នឹងល្អប្រសើរសម្រាប់ពួកគាត់ហ្នឹងហើយជាពិសេសគឺគាត់ធ្វើកសិកម្មទៅតាមវាលព្រៃហើយនិងវាលភក់ហើយពេលដែលគាត់ធ្វើនៅតំបន់ព្រៃមិនតែគាត់កាប់ព្រៃទេបាទគាត់គិតជួស្រែអីវាងតាមឈើបាទភាសាតាមឈើហើយយូរសេះទៀតស្រូវដែលគាត់ធ្វើហ្នឹងគឺគាត់អត់ប្រើជាតិគីមីទេគាត់ប្រើជីធម្មជាតិដូចជាជីកំប៉ុស្តហើយហ្នឹងបាទអញ្ចឹងកាលណាគាត់អត់ប្រើជាតិគីមីគឺអត់ប៉ះពាល់ដល់សត្វស្លាបឬក៏សត្វល្អិតដែលនៅក្នុងសន្ទុំគាត់ហ្នឹងហើយហើយអ្វីដែលល្អប្រសើរទៀតហ្នឹងគឺគាត់ទទួលបានទាំងលុយពីការធ្វើស្រែហ្នឹងហើយនឹងជួយការពារព្រៃឈើយើងបាទហ្នឹងហើយអញ្ចឹងវាមានថាប្រយោជន៍ច្រើនមែនទែនជួយការពារបរិស្ថាននោះបានលុយផងបាទនិយាយទៅគម្រោង IBIS Rai នេះគឺកំពុងតែធ្វើការជោគជ័យនៅក្នុងតំបន់មួយនេះអញ្ចឹងពួកគាត់កំពុងតែពង្រីកគម្រោងនេះទៅតាមសហគមន៍ក៏ដូចជាតំបន់ផ្សេងថែមទៀតអញ្ចឹងបងប្អូនទាំងអស់គ្នាដែលមានគម្រោងនេះដូចបងភ័ក្រនិយាយតាំងពីដើមអញ្ចឹងគឺល្អមែនទែនសម្រាប់គាត់ស្រឡាញ់ព្រៃឈើគាត់ស្រឡាញ់បរិស្ថានហើយសត្វស្លាបផ្សេងក៏ដូចជាសត្វល្អិតគឺបានរស់នៅទាំងអស់ហើយសំខាន់មួយទៀតគឺស្រូវនេះពេលចេញមកជាអង្គពេលយើងញ៉ាំជាបាយថែមទៀតអញ្ចឹងទៅគឺអត់ប៉ះពាល់ដល់សុខភាពទេអ្វីដែលបងចាប់អារម្មណ៍និយាយអារម្មណ៍ពិតគឺចង់ឲ្យមានគម្រោងនេះមួយនៅក្នុងខេត្តរបស់បងដែរអញ្ចឹងហ្នឹងហើយល្អហ្មងអូខេអញ្ចឹងមិនពំនាំគម្រោងមួយហ្នឹងទៅប្រាប់ខាងអ្នកភូមិមួយឯងដែរមិនដែរបាទហ្នឹងហើយចាំពេលទៅនឹងប្រាប់គាត់ដែរបាទ